ប្រធានបទរបស់យើងថ្ងៃហ្នឹងនិយាយអំពីឫសដូងបាតសួរពូជឫសដូងបាតសួរពូជមានសំណួរគេសួរណាខ្ញុំកាលណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់អង្គជំរាបសួរឯកឧត្តមលោកជំទាវលោកលោកស្រីនាងកញ្ញាបងប្អូនកូនក្មួយថ្ងៃនេះប្រធានបទរបស់យើងតើតើមួយនឹងឫសដូងបាតតំណពូជសំណួរមានអូនស្រីម្នាក់គាត់សួរថាឪពុកខ្ញុំធ្លាប់វះកាត់ឬដូងបាតហើយម្ដាយខ្ញុំគាត់ចាក់ឬដូងបាតឥឡូវខ្ញុំមានបញ្ហាពិបាកបត់ជើងហើយមានសាច់ដុះមកទូចមួយនៅលើទ្វារលាមករបស់ខ្ញុំតើនេះជាការតំណពូជនៃការកើតឬដូងបាតមែនឬទេនិយាយជាទូទៅឬដូងបាតមិនមែនជាជំងឺដែលសួរពូជទេវាមិនមែនជំងឺសួរពូជទេថងថាតសៃឈាមដែលមកចិញ្ចឹមនៅគូតរបស់យើងហ្នឹងតសៃឈាមដែលយើងមកចិញ្ចឹមនៅកូនគូតរបស់យើងហ្នឹងអ្នកណាក៏មានដែរប៉ុន្តែថងតែថាវាកើតឬមិនកើតវាតកតងទៅលើចំណីអាហារឬក៏តកតងជាមួយអរិយាប័ត្រ4របស់យើងដូចជាតកតងមួយស្ត្រីដែលមានផ្ទៃពោះអញ្ចឹងណាអាហ្នឹងវាភាគរយច្រើនណាស់ដែលកើតឬដូងបាតដោយសារមានផ្ទៃពោះកូនកាន់តែធំទៅសង្កត់ធ្វើឲ្យមានសម្ពាធសង្កត់ទៅខាងក្រោមទៅលើបាតហ្នឹងអាចធ្វើឲ្យប៉ោងឬដូងបាតឬក៏អាចទៅជាមានត្រមូស៊ីកើតឈឺនៅនឹងទ្វារលាមកហ្នឹងឯងហើយទី2តកតងជាមួយនឹងការលើកទម្ងន់ធ្ងន់លើកដូចជាតកតងមួយនឹងកីឡាលើកទម្ងន់ដូចជាតកតងជាមួយអ្នកដែលរស់ស៊ីលើកតកតងមួយនឹងទម្ងន់ហ្នឹងណាយើងលើកធ្ងន់ពេកណាក៏អាចធ្វើឲ្យសម្ពាធរុញធ្វើឲ្យប៉ោងសរសៃឈាមឬដូងបាតដែរហើយសំខាន់មួយបំផុតជាងគេអានឹងចំណុចសំខាន់ណាគឺតកតងមួយនឹងការបត់ជើងក្តៀនយូរពេកបត់ជើងក្តៀនយូរពេកយូរថ្ងៃយូរខែឬដូងសរសៃឈាមឬដូងនោះវាប៉ោងបន្តិចរហូតដល់ទៅវាឡើងប៉ោងរីកទៅជាឬដូងបាតចឹងមកអាហ្នឹងវាកើតឡើងអញ្ចឹងមិនតកតងមួយនឹងតំណពូជទេថងថាសរសៃឈាមកន្លែងគូនហ្នឹងអ្នកណាក៏មានដែរប៉ុន្តែវាចេញឬក៏វាមិនចេញតកតងមួយនឹងអរិយាប័ត្ររបស់យើងវាតកតងជាមួយនឹងទម្រង់គូតរបស់យើងក៏វាមានចំណែកខ្លះដែរជួនកាលហ៊ុនគូតយើងវាធំពេកចឹងណាធ្វើឲ្យសរសៃឈាមវាដៃលេតហ្នឹងវាលឿនជាងអ្នកដទៃចឹងទៅទម្រង់គូតវាផ្សេងគ្នាមានខ្លះវែងមានខ្លះខ្លីអ្នកខ្លះពាកចឹងទៅរវាងពេជ្រណេតឡាញហើយនឹងកន្លែងឬដូងបាតវានៅតំបន់តែមួយនេះវាធ្វើឲ្យរីកធំកន្លែងហ្នឹងទៅការប្រឹងរបស់យើងវាមានសម្ពាធខ្លាំងទៅលើអាហ្នឹងហើយបើសិនជាហ៊ុនគូតរបស់គេវែងអត់សូវងាយកើតទេបាទនិយាយទៅសរុបរួមទៅឬដូងបាតមិនមែនជាជំងឺសួរពូជទេអ្នកណាក៏មានដែរតែថងថាវាកើតឬមិនកើតអរិយាប័ត្រ4របស់យើងញ៉ាំចំណីអាហារការបត់ជើងស្ត្រីដែលមានផ្ទៃពោះហើយលើកទម្ងន់ឬក្តៀនលាមកនឹងឯងចំណុចសំខាន់ណាស់ប្រហែលហ្នឹង